សម្ដេចតេជោនៅជាមួយប្រជាពលរដ្ឋសេដ្ឋកិច្ចជាតិយើងកំពុងងើបឡើងប្រជាជនរុងរឿងក្រមលុបសន្តិភាពជីវភាពគ្រួសារធូរស្រាលបន្តិចម្ដងទោះបីរូបខ្ញុំត្រូវគេធ្វើបានរឿងរ៉ាវព្រំដែនថៃឆ្លៀតឆ្លៀនពៀនពលរដ្ឋរងគ្រោះលំបាកវេទនាសម្ដេចដែលជួតស៊ូស៊ូទ្រាំប្រើនយោបាយឈ្នះដងស្រ័យសពបែពេលបរដ្ឋរងទុកព្រំដែនលំបាក់ពុងបាំងប្រឆាំងសាប់បាយទៅវិញបើស្រឡាញ់ជាតិពិតគួរផ្ដល់ទាំងវិការមិនមាននិយាយយកតែមុខទេពាក្យចាំងពោលថាបើមិនជួយគុំយកជើងទឹករារាំងផ្លូវខុសការដោះស្រាយទុកព្រួយមិនមានងាយស្រួលគួរមកជួយគ្នាទៅប្រសើរពិតពេលមានបញ្ហាយើងកុំរត់ចូលគ្នាចូលរួមសហការដើម្បីដោះស្រាយទោះបីជាយ៉ាងណាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនមិនរត់ចោលប្រជាពលរដ្ឋដាច់ខាតពេលសៀមឆ្លៀនពៀនណាបងប្អូនពេលបរដ្ឋណារងទុកព្រំដែនលំបាំងពុងបាំងប្រឆាំងសាប់បាយទៅវិញបើស្រឡាញ់ជាតិពិតជួយផ្ដល់ទាំងវិការមិនមាននិយាយយកតែមុខទេពាក្យចាំងពោលថាបើមិនជួយគុំយកជើងទឹករារាំងផ្លូវខុសការដោះស្រាយទុកព្រួយមិនមានងាយស្រួលគួរមកជួយគ្នាទៅប្រសើរពិតចុះបើសត្រូវឆ្លៀនពៀនហើយយើងគិតតែនិយាយអាក្រក់ពីក្រុមគ្រួសារតើជាមនុស្សល្អដែរទេបងប្អូនពិចារណាមើលទៅ